4លើហើយនៅក្នុងលំហាត់ទី3នេះដែរប្រធានលំហាត់ខ្លីដូចទៅនឹងលំហាត់ទី3ដែរប៉ុន្តែវាមួយចំនួនគេគឺខុសគ្នាពីលំហាត់ទី3ហើយយើងមកចាំប្រធានហើយមានរកវិសាស្ត្រលំហាត់ទៅអស់គ្នាអញ្ចឹងថាចំពោះផ្នែកសរសេរ PN ស្មើទៅ3ក្រមសូមអញ្ចឹងកន្លែងនេះដែរគឺគេប្រាប់ចំនួនក្រមសូមទីទៅនិយាយទៅថាចឹងខ្ញុំក៏គឺថាតើមានក្រមសូមប៉ុន្មានដែលធ្វើដំណើរទៅកាន់ពណ៌ផ្សេងគ្នាចឹងចំនួននេះគឺវាថ្មីគឺគេសួររកចំនួនក្រមសូមហើយដែលគ្នាធ្វើដំណើរទៅកាន់ពណ៌ផ្សេងគ្នាទៀតចឹងនៅក្នុងនេះមានដែរថានៅក្នុងវគ្គមួយនេះទៅតែក្រមសូមវាបានធ្វើដំណើរទៅកាន់ពណ៌ទៅជាការនឹងចឹងនេះសំណួរក៏គឺសំខំទៅថាតើការក្រមមួយមានចំនួនក្រមតិចប៉ុណ្ណាមិនតពីធ្វើមិនតចប់ឬក៏មិនតពីធ្វើមិនតហើយតែយើងទៅមើលពីតារាហើយនៅក្នុងមានហូបអាហារទៅហើយខ្ញុំមានសំណួរហើយមានសម្រាប់អ្នកគេប្រាប់ពីមកតើមកយើងនឹងពិនិត្យមើលរូបភាពនេះហើយចំពោះរូបភាពនេះយើងមើលនៅក្នុងវគ្គអនាផាទៅនៅវគ្គអនាផានេះទៅយើងដឹងគឺក្រមសូមគឺវាមានចែកក្រមតិចចេញពីគ្នាដើម្បីកាន់ទៅកាន់ពណ៌ផ្សេងគ្នានៅក្នុងវគ្គអនាផានេះឯងចឹងមើលរូបនេះហើយចំពោះនេះដូចគ្នាដែរដែលរបស់ការវិការប្រូសូហ្វីទេដោយសារជំនាញក្រមសូមវាស្មើនឹងបទសូហ្វីទេក្រមសូមរបស់ការវិការនេះគឺមានតែ4ទេចាចឹងយើងមើលចឹងវាសួររកចំនួនក្រមសូមដែលធ្វើដំណើរទៅកាន់ពណ៌ទៅក្នុងការវិការចឹងយើងត្រូវចាំថានៅក្នុងវគ្គណាដែលក្រមសូមវាបានចែកខ្លួនឲ្យធ្វើដំណើរទៅកាន់ពណ៌ទៅគ្នារបស់ការវិការនោះចឹងតែយើងត្រូវចាំច្បាស់តោះមើលក្នុងវគ្គអនាផានេះតើគេវិចារបែបណាដើម្បីរកវាបានចឹងនេះចឹងបើសិនជាគេសួរក្រមតិយើងវិចារដូចគ្នាដែរតែយើងដកពាក្យដែលយើងណាក្នុងនេះគឺគ្នាតែខ្លួនឯងចឹងអ្នកដល់នៅវគ្គអនាផានៃនេះតក្រមសូមបានផ្ដាច់ចេញពីគ្នាតែធ្វើដំណើរទៅកាន់ពណ៌មួយមានចំនួនក្រមសូមស្មើគ្នានោះថាក្រមសូមខាងពណ៌ទី1មានណាពណ៌ទី2ក៏មានប៉ុណ្ណឹងដែរតែហើយក្រមសូមដែលវាធ្វើដំណើរទៅកាន់ពណ៌ផ្សេងគ្នានេះមួយនេះគឺគេហៅក្រមសូមមួយហើយដែលក្រមតិចទេបើគេសួរក្រមតិចនេះក៏ជាក្រមតិចដូចគ្នាដែរបើគេសួរចំនួនក្រមសូមចាគឺចំនួនក្រមសូមដូចគ្នាដែរយើងវិចារហើយចឹងបាននៅពណ៌មួយគឺវាមានចំនួនក្រមសូមស្មើគ្នាចឹងដាក់ទៅចំនួនណាអញ្ចឹងមានថាចំនួនក្រមសូមនៅពណ៌មួយគឺស្មើនឹងចំនួនក្រមសូម2+1ចឹងបើសិនជាគេឲ្យ 2n8 អញ្ចឹងនៅពណ៌មួយក៏ 2n ក៏ក្រមសូមវាក៏ស្មើ8ដូចគ្នាដែរចាហើយទៅសេមកនេះចំណោមរបស់វាគឺស្មើ8ក្រមសូមដូចគ្នាដែរនៅពណ៌មួយជារឿងនេះពណ៌ទៅមួយនេះទៀតចឹងពណ៌មួយរបស់វានោះគឺមាន8ក្រមសូមដូចគ្នាហើយនេះក៏បញ្ជាក់ទៀតកោសិកានេះគឺមិនកោសិការបស់ត្រូសូហ្វីទេណាពួកឯចំនួនក្រមសូមវាអត់ស្មើនឹងរបស់ត្រូសូហ្វីទេក្រមសូមវាបានតែ4ទេអានេះក៏4ដែរអញ្ចឹងវាជាក្រមសូមរបស់សត្វផ្សេងអូខេចាអញ្ចឹងមានវាគឺជាចំនួនក្រមសូមរបស់សត្វផ្សេងមិនមែនជាក្រមសូមរបស់ត្រូសូហ្វីទេហើយយើងមកទៀតកុំភ្លេចដាក់ដូចនេះផងដូចនេះចំនួនក្រមសូមនៅពណ៌មួយមាន8ក្រមសូមក៏មាន5 3ចុះសំណួរក៏យើងចាប់ប៉ុណ្ណឹង